តើលោកតាគិតថាឆ្នាំ2026នេះទៅកងទ័ពខ្មែរនឹងខ្លាំងជាងមុនអត់ទេកូន Tory Lovely ឆ្នាំ26សេដ្ឋកិច្ចយើងដុនដាបខែក្រោយហ្នឹងឥឡូវសេដ្ឋកិច្ចយើងដុនដាបឆ្នាំ26សេដ្ឋកិច្ចយើងដុនដាបណាការឃ្លាំមើលរបស់យួននិងសៀមគេឃ្លាំមើលឲ្យតែយើងធ្វើអីឲ្យតែយើងទិញកំភ្លើងទិញសព្វវុធយុទ្ធឧបករណ៍អីចូលគេរករឿងគេចាត់ទុកថាជាគ្រោះថ្នាក់ចំពោះគេណាគេចាត់ទុកថាជាគ្រោះថ្នាក់ចំពោះគេដល់គេចាត់ទុកថាជាគ្រោះថ្នាក់ចំពោះគេការកសាងកងទ័ពឧទាហរណ៍ថាថវិកាឆ្នាំ2026ថវិកាស្រាប់តែថវិកាហ្នឹងយើងចំណាយច្រើនជាងមុនលើការការពារចំណាយច្រើនជាងមុនលើកងទ័ពបើចំណាយច្រើនជាងមុនលើការកងទ័ពទៅតាមអតិផរណាអាហ្នឹងគេអត់រករឿងយ៉ាងទេតែបើយើងតម្លើងចំណាយរបស់យើងច្រើនលើសពីកម្រិតអត្រានៃអតិផរណាគេវាយយើងភ្លាមយើងមិនបាច់ទៅរករឿងគេទេគេវាយយើងមុនយួនក៏ចាំតែវាយយើងសៀមក៏ចាំតែវាយយើងមិនបានចាំតែវាយយើងគេចាត់ទុកថាយើងជាគ្រោះថ្នាក់ដល់គេណាយួនគេអត់ឆ្លោះជាមួយយើងទេប៉ុន្តែគេឃើញយើងតម្លើងសព្វវុធយើងគេចាត់ទុកទៅជាគ្រោះថ្នាក់អញ្ចឹងគេវាយយើងគេគៀបយើងសៀមដែលធ្លាប់ច្បាំងគ្នាមួយយើងគេចាត់ទុកថាយើងបង្ករឿងនឹងគេមិនទាន់បង្កទេតែគេវាយយើងគេហៅ preemptive អញ្ចឹងឆ្នាំ2026ការកសាងកងទ័ពនៅកម្ពុជាត្រូវធ្វើដោយសេចក្តីប្រុងប្រយ័ត្នដោយគឺថាត្រូវធ្វើដោយសេចក្តីប្រុងប្រយ័ត្នបើមិនប្រុងប្រយ័ត្នទេគេវាយភ្លាមហើយសួរថាមិនក៏គេចេះវាយយើងអញ្ចឹងបើចង់ដឹងទៅស្ដាប់ភូមិសាស្ត្រនយោបាយហើយខ្ញុំនឹងយកភូមិសាស្ត្រនយោបាយនៅកម្ពុជាមកនិយាយឲ្យច្រើនទៀតគេវាយយើងកុំច្រឡំណាណែចៅថៃណែឆ្នាំ26ឲ្យយើងធ្វើ drone យើងនាំគ្នាធ្វើក្របបែកយើងនាំគ្នាធ្វើអាវុធយើងនាំគ្នាទិញអាវុធយើងនាំគ្នាស្អីចៅនិយាយបានតាមចិត្តប៉ុន្តែរាជការអត់អាចទេឧបមាថា F16 វាហោះចូលប្រទេសកម្ពុជាដោយងាយវាតម្លាក់ក្របបែកយន្តហោះសៀមតម្លាក់ក្របបែកនៅមួយកន្លែងឥឡូវនេះកម្ពុជាឆ្នាំ26ហ្នឹងយើងឈប់បាញ់ជាមួយវាហើយប្រហែលជាពាក់កណ្ដាលឆ្នាំយើងចាប់ផ្ដើមទិញកម្មជ្រួចបាញ់យន្តហោះចាប់ផ្ដើមបញ្ជូនមនុស្សទៅរៀនអីចឹងចូលឆ្នាំ27យើងតម្លើងកម្មជ្រួចបាញ់យន្តហោះតម្លើងរ៉ាដានៅកម្ពុជាវាវាយយើងភ្លាមហើយសួរថា that's not fair មិនបានវាយគេអត់ធ្វើអីផងគេគ្រាន់តែតម្លើងកម្មជ្រួចតាឆ្នាំ27យើងតម្លើងកម្មជ្រួចយើងមករបស់ថ្មីមកតម្លើងវាយយើងភ្លាមវារករឿងតម្លាក់ក្របបែកបំផ្លាញកម្មជ្រួចយើងភ្លាមទាំងយួនទាំងសៀមថាម៉េចធ្វើអញ្ចឹង not fair អត់ទេអត់មាន fair ទេគេចាត់ទុកថាយើងជាគ្រោះថ្នាក់គេទៅ preemptive គេវាយយើងភ្លាមអានឹងសិទ្ធិការពារសិទ្ធិអីក៏ដោយគេវាយដែរគេវាយឲ្យបាក់ជើងមុនមានចំហវាយឲ្យកម្ពុជាបាក់ជើងមុនកម្ពុជាអាចឈរបានពីព្រោះប្រវត្តិមនុស្សនៅកម្ពុជាវាអួតវាជោហើយក្អេងក្អាងតាំងពីហ៊ុនសែនចុះមកអញ្ចឹងវាយឲ្យហើយព្រោះតែខុសច្បាប់អន្តរជាតិទេខុសប៉ុន្តែច្បាប់អន្តរជាតិខ្សោយច្បាប់អន្តរជាតិខ្សោយដូច្នេះដល់ច្បាប់អន្តរជាតិខ្សោយអត់មានធ្វើអីវាបានវាវាយហើយចុះបើសិនជាចៅនិយាយថាយើងមកដល់បាញ់វាមិនតន់វាវាយយើងកំពុងតែរៀបចំដាក់រ៉ាដាវាវាយក្រាំងភ្លាមពេកវាបញ្ជូនយន្តហោះមកបាញ់រ៉ាដាយើងចោលយើងកំពុងរៀបចំសំណង់រ៉ាដាហ្នឹងវាមានផ្កាយរណបរបស់វាបន្តិចទៀតយួនមានផ្កាយរណបរបស់យួនវាតាមមើលហ៊ុនម៉ាណែតធ្វើអីគាត់ទៅរៀបចំអីហ្មងដឹកអីមកហ្នឹងវាវាយក្រឹបភ្លាមវាបិទដែនសមុទ្រគឹបភ្លាមណាបើកប៉ាល់ចិនមកវាតវ៉ាទៅចិនវិញដឹកអីមកឲ្យគឺអត់ឲ្យលោកហ៊ុនម៉ាណែតធ្វើបានងាយទេហើយចុះបើយើងលោភធ្វើមិនបានកំជ្រួចយើងអត់ចេះផលិតខ្លួនឯងរ៉ាដាយើងមានចេះផលិតណាយើងអត់ចេះផលិតអញ្ចឹងយើងទិញគេតែដឹកមកគេដឹងហើយអត់ដឹងគេវាយហើយកូនចៅអត់បានគិតរឿងហ្នឹងទេណាឧទាហរណ៍ថាឥឡូវហ្នឹងឆ្នាំ26ហ្នឹងយើងចាប់អត់មានច្បាំងនេះទេស្រាប់តែយើងចាប់ផ្ដើមឲ្យក្រុមយុវជនយើងរៀបចំកន្លែងមួយនៅកន្លែងណាមួយឆ្ងាយពីព្រំដែនហើយមានយុវជន500នាក់តែទទួលបន្ទុកខាងផលិត drone និងកែច្នៃ drone គ្រាន់តែយើងបង្ហោះ drone ផលិត drone ហ្នឹងឲ្យតែ drone ហ្នឹងវាធំបន្តិចហើយសៀមវាថតបានដឹងថាយុវជនហ្នឹងទទួលថវិកាពីរដ្ឋដើម្បីផលិត drone ប្រយុទ្ធវាតាមដានមើលទំហំនៃប្រតិបត្តិការហ្នឹងថាល្មមសំរុំតែចាត់ទុកគ្រោះថ្នាក់
យកវាយយើងភ្លាមវាយយើងភ្លាមឧទាហរណ៍ថាយើងឆ្នាំ26រើតាហ៊ានយើងមាន170000នាក់ណាតាហ៊ានដើរលេងតាហ៊ានពោះធំតាហ៊ានផឹកស៊ីវាប្រហែល100000ហើយ70000នាក់តាហ៊ានក្រីក្រតាហ៊ានវេទនាច្បាំងស្រាប់តែឆ្នាំ26យើងដាក់គោលដៅថាកងទ័ពត្រូវបំពេញ2000000នាក់ក៏វារត់រឿងយើងដែរវារត់រឿងយើងទៀតចាប់ពីថ្ងៃនេះតទៅពាក្យខ្មែរយើងពីដើមគេហៅដាស់គយឲ្យអង្គភាសានេះមានន័យថាម៉េចគឺវាអត់មានឈប់រស់រឿងយើងទេណាវាអត់ឈប់រស់រឿងយើងទេវាចាត់ទុកថាប្រទេសយើងគ្រោះថ្នាក់ចំពោះវាហ្នឹងណាយួនហើយសៀមណាតាខលឃើញកណាចំពោះការដល់លេងអូខេឆ្លើយហើយចិនស៊ីឆ្លើយហើយណាតើសម័យលោកលន់នល់មានកងទ័ពស្អែកស្លាប់មែនទេអត់ទេកងទ័ពស្អែកស្លាប់ហ្នឹងគឺជាកងទ័ពឈុតខ្មៅដឹកនាំឲ្យលោកវរៈសេនីយ៍ IG ប៊ុនសងពួកម៉ាក់បងប្រុសខ្ញុំកំងដូហ្នឹងកំងដូណាតាយល់ឃើញយ៉ាងណាចំពោះការដោះលែងឆ្លើយហើយណាហេតុអ្វី UN មិនបានជួយកម្ពុជាយើងជាងកោះប្រាក់ UN ជួយយើងតែហ៊ុនសែនតែងល្មិលគុណចោតប្រកាន់ហើយបបួលឲ្យកូនខ្មែរជឿថា UN អាក្រក់ការណែនាំរបស់អង្គការសហប្រជាជាតិហ៊ុនសែនមិនដែលស្ដាប់ទេមិនត្រឹមតែប៉ុណ្្នឹងទេឲ្យតែចាប់ក្បាលមីក្រូហ្វូនហ៊ុនសែនថាអង្គការសហប្រជាជាតិទុកកៅអីឲ្យខ្មែរក្រហមអង្គុយប្រជាជនខ្មែរមិនដែលចូលចិត្តអង្គការសហប្រជាជាតិទេចាត់ទុកថាអង្គការសហប្រជាជាតិគឺជារបស់ដែលចេះតែរករឿងខ្មែរដល់ពេលឆ្លោះគ្នាអង្គការសហជីវជាតិចំពេលអត់សូវមានលុយចាយផងក៏ខំប្រឹងជួយដែរតែជួយវាមិនបានណាជាងកក់ប្រាក់ជួយវាមិនកើតជួយបានតែមាត់ណាម៉ាសាវ៉ាលីខ្មែរគួរຕົកអ្នកនិយាយគំនិតពួកគាត់គ្មានតបទៅទម្លាក់តំណែងអ្នកណាម្នាក់ទេអាការបញ្ចេញគំនិតមិនមែនតែធ្វើឲ្យមានគ្រោះថ្នាក់ទេខ្ញុំមិនឲ្យតែមានអ្នកណាចង់ធ្វើការបះបោររដ្ឋប្រហារអីខ្ញុំប្រាប់ថាកុំឲ្យរៀនណាឲ្យរៀនប៉ុន្តែពួកកថាតែងតែចង់គម្រាមកំហែងដល់ជីវិតខ្ញុំណាគេរកឃើញសាកសពអណ្ដែតទឹកនៅបឹងត្រកួនច្រើនណាស់ថ្ងៃនេះខ្ញុំអត់ដឹងទេហើយក៏មិនលើកមកនិយាយដែរណាDo you think civil engineering is good? Yes, it is good. តាមការវិភាគតើខ្មែរកម្ពុជាយើងប៉ុន្មានឆ្នាំទៀតអាចនឹងលូតលាស់ខ្លាំងលោកតាផាតសុវណ្ណារិនខ្មែរយើងសប្តាហ៍កំពុងរងគ្រោះដោយសង្គ្រាមប្រហែលថ្ងៃហើយនឹងការបិទព្រំដែនកន្លះឆ្នាំនេះយើងខូចខាតច្រើនអ្វីដែលជាការសង្ឃឹមថាចង់លូតលាស់ខ្លាំងនោះវាអត់លូតលាស់ខ្លាំងទេវាកាត់បន្ថយទៅវិញអញ្ចឹងយើងត្រូវគិតកសាងខ្លួនយើងទៀតពីព្រោះយើងខូចខាតច្រើនណាចាណាឆ្នាំ20ឆ្នាំ50អីអាហ្នឹងជាសុបិនទេតែសំខាន់ជាងគេគឺឥឡូវហ្នឹងត្រូវខំរៀនចាឯងខំរៀនហើយបើចាឯងទៅធ្វើការខំធ្វើការណាការលូតលាស់ការមានបានតឹងតែងពីមួយថ្ងៃទៅមួយថ្ងៃការលំបាកវាកើតឡើងច្រើនណាកូនការលំបាកកើតឡើងច្រើនអូខេការលំបាកកើតឡើងច្រើន If Cambodia is starting to have new generation of human resources, will Cambodia ever be able to catch up with Thailand? New generation need education and skill. Education and skill ត្រូវការgovernment policy, efficiency and implementation and follow up. ប្រែជាភាសាខ្មែរមនុស្សកើតរាល់ថ្ងៃក៏ប៉ុន្តែបើមនុស្សកើតរាល់ថ្ងៃហើយចូលហើយអួតហើយ fake រៀនអត់ពូកែប្រព័ន្ធសិក្សាអប់រំខ្សោយរដ្ឋាភិបាលគ្មានគោលនយោបាយច្បាស់លាស់អត់អាច catch up បានទេណា Jura short អត់អាច catch up បានទេ You cannot catch up with Vietnam ណា education គេ world class ណា young generation គេ go to school ណា student who not be able to go to college
Vietnam create vocational training school where Vietnamese students who not be able to go to college attending vocational training school, and vocational training school will be served by demand from employment sector ការងារច្រើនអញ្ចឹងយួនដែលគេសិក្សាវិជ្ជាជីវៈក៏គេរកការងារធ្វើបានចំណែកយួនដែល be able to go to college ក៏ត្រូវការសប្តាហ៍ថ្ងៃហ្នឹងប្រទេសវៀតណាមខ្វះខាត engineer ខ្វះខាតវិស្វករចំនួន 27,000 នាក់ហើយនៅក្នុងឆ្នាំ30វៀតណាមខ្វះខាតវិស្វកររហូតដល់ 65,000 នាក់ដូច្នេះហើយនៅក្នុង trend របស់វៀតណាមគឺគេខ្វះខាតវិស្វករណាហើយគេកំពុងតែព្រួយបារម្ភថាមានបរទេសមកលបួងទិញវិស្វករវៀតណាមឲ្យមកអាមេរិកឲ្យទៅយុរ៉ុបឲ្យទៅតៃវ៉ាន់ឲ្យទៅកូរ៉េខាងត្បូងរហូតដល់ទៅជប៉ុនដែលរដ្ឋាភិបាលវៀតណាមអត់ហ៊ានមាត់ទេណាខួរក្បាលល្អនៅវៀតណាមត្រូវបានគេលបួងគេឲ្យប្រាក់ខែសិតតែ 35,000 មួយឆ្នាំគេលបួងយកទៅប្រទេសកម្ពុជាយើងអត់ទាន់ដល់នោះទេគ្មានអ្នកណាមកលបួងយកយើងទេពីព្រោះយើងអត់ចេះអញ្ចឹង we are not talking about catch up we are talking about improving our education we are talking about having clear policy of human resources development in Cambodia okay អានឹងសំខាន់ណាសំខាន់ណាសំខាន់ណាJura short 23YB អត់ដឹងទេកូនមិនដឹងថាស្អែកនេះយ៉ាងម៉េចទេសៀមដាក់មីនទៀតហើយយើងនឹងតាមដានវាណាសុយសុក្រាឋានៈស្ដាប់អត់បានបាទ next son grandpa what's your favorite food បន្លែ vegetable ហើយនឹងជួនកាត់ត្រីណាចាន់នេះហៅអរគុណកូនអូខេឈ្មោះបុគ្គលនឹងមិនគួរនិយាយតទៅទៀតទេមនុស្សគ្មានអ្វីឲ្យសង្គមរីកចម្រើនអូខេរឿងអូសទៀងតាអីគេឈប់ហើយកូនណាឈប់ហើយសៀមឲ្យតែឈប់បាញ់ដឹងតែដើរជន់មីនយើងដឹងហើយតែជាល្បិចកលរបស់សៀម beautiful town everything start with education ត្រឹមត្រូវបាទត្រឹមត្រូវលោកតាខ្ញុំគិតថាការផ្អាកបាញ់នេះជាល្បិចនយោបាយសៀមទេលោកតាវាមិនមែនជាល្បិចទេសៀមអត់ចង់ឈប់ទេតែសៀមត្រូវទទួលសម្ពាធពីបរទេសសៀមអត់ចង់ឈប់បាញ់ទេពីព្រោះមិនចង់ឲ្យហ៊ុនសែនដូរតបសៀមគិតថាបើសិនជាច្បាំងបាន30ថ្ងៃទៀតគឺហ៊ុនសែននឹងបាក់តបពីព្រោះដូរតបអត់ទាន់ដូច្នេះសៀមចង់គៀបហ៊ុនសែនក៏គោលដៅគឺបំផ្លាញតបហ៊ុនសែនអញ្ចឹងសៀមអត់ចង់ឈប់បាញ់ទេសៀមវាល្អបើថាឈប់បាញ់ហ៊ុនសែនដូរតបហ៊ុនសែនមានតបថ្មីនាំប្របាទវាយនេះពួកសៀមវាល្អណាលោកតាគិតដូចខ្ញុំទេបើសង្គ្រាមនៅតែអូបន្លាយយើងមិនឈ្នះវាទេគិតលើកំណើនប្រជាជនថាវិការមិនឈ្នះទេកូនមិនឈ្នះទេតែយើងត្រូវការពារខ្លួនដោយយើងប្រើខួរក្បាលជាធំមិនមែនប្រើហិង្សាទេណាadmin sovan sport ឈប់និយាយរឿងទិញយន្តហោះទៅនិយាយរឿងរៀនបើកយន្តហោះសិនបើយើងមិនរៀនបើកយន្តហោះយើងទៅទិញយន្តហោះមិនកើតចៅសម្លាញ់យន្តហោះមិនមែនយកមកអូសលេងណាកូនប្រទេសមកធ្វើសែតកិច្ចជាមួយយើងកាលពីសម័យអាណាចក្រខ្មែរដំបូងតើគេប្រើប្រាស់ភាសាដូចម្ដេចបានយល់គ្នាបានរិទ្ធដែនចម្លើយងាយស្រួលណាស់ពេលខ្ញុំមកជន់ស្រុកថៃខ្ញុំមានចេះថៃណាមិនក៏ខ្ញុំនិយាយជាមួយគេបានណាហើយ
កាលពីយប់មិញខ្ញុំនិយាយជាមួយក្មួយស្រីម្នាក់គាត់ពីនៅស្រុកខ្មែរគាត់ជឿលើព្រះអង្គហើយដល់ពេលគាត់មកនៅអាមេរិកនេះគាត់មិនមានឡានជិះគាត់ជិះរថយន្តក្រុងគាត់មិនដឹងទៅពហិណាថ្វាយបង្គំព្រះដើម្បីថ្វាយបង្គំព្រះជាម្ចាស់គាត់ឃើញព្រះវិហារកូរ៉េគាត់ក៏ទៅថ្វាយបង្គំជាមួយកូរ៉េរាប់រយនាក់នៅក្នុងព្រះវិហារហ្នឹងហើយនឹងលោកគ្រូដែលបង្រៀនព្រះគម្ពីរក៏និយាយកូរ៉េហើយគាត់ខ្មែរម្នាក់ឯងក៏អត់ចេះកូរ៉េដែរគ្រាន់តែចូលទៅក្នុងចំណោមគេហ្នឹងគេជួយផ្ចង់ផ្ដើមគាត់រហូតដល់គាត់ហ្នឹងសពថ្ងៃគាត់តែងតែថ្វាយបង្គំព្រះនៅក្នុងព្រះវិហារឬសាសនានៃសហគមន៍កូរ៉េខ្ញុំឮសូរក្មួយស្រីនិយាយប្រាប់ខ្ញុំចង់ទៅថ្វាយបង្គំនៅព្រះវិហារកូរ៉េដែរឃើញទេមិនបានខ្ញុំចង់ទៅថ្វាយបង្គំនៅព្រះវិហារកូរ៉េខ្ញុំចង់ទៅថ្វាយបង្គំនៅព្រះវិហារកូរ៉េដើម្បីខ្ញុំទៅរាប់អានកូរ៉េដូច្នេះសំណួររបស់រិទ្ធដែនងាយយល់ណាស់ខ្ញុំមកជន់ស្រុកថៃអត់ចេះសៀមមួយម៉ាត់មិនខ្ញុំរស់បានអញ្ចឹងកាយវិការគឺជាតំណែងតំណងភាសាដើមរបស់សត្វមនុស្សយើងជាសត្វណាកាយវិការហើយចុះឆ្កែដូចគ្នាកាយវិការក៏នៅតែប្រើហើយចុះសេកនៅតែប្រើចុះពស់នៅតែប្រើកាយវិការកូនអូខេរិទ្ធដែនណាលោកតាខ្ញុំអានសៀវភៅមួយនិយាយពីមេតបអាមេរិកពួកគេម្នាក់គិតពីជាតិណាស់ពិសេសឌូក្លានិងអៃសិនហាវឺអញ្ចឹងកូនមេបញ្ជាការរបស់អាមេរិកចំនួនសង្គ្រាមលោកលើកទី2មេបញ្ជាការភាគច្រើនបំផុតគឺជាមេបញ្ជាការដែលចូលចិត្តប្រវត្តិសាស្ត្រនៅពេលដែលគេធ្វើចម្បាំងសង្គ្រាមលោកលើកទី2គេច្បាំងដោយប្រើក្បួនគេច្បាំងជាមួយអ៊ីតាលីគេប្រើក្បួនហើយនៅពេលដែលគេបញ្ចប់ចម្បាំងទៅគេយកចិត្តទុកដាក់នឹងប្រវត្តិសាស្ត្រសង្គ្រាមរបស់រុស្ស៊ីប្រវត្តិសាស្ត្រសង្គ្រាមរបស់បារាំងដូចណាប៉ូឡេអុងគេក៏សិក្សាពីសង្គ្រាមរបស់ស្ដេច Alexander បានសេចក្តីថាមេតបសម័យហ្នឹងគឺជាមេតបដែលយកប្រវត្តិសាស្ត្រជាក្បួនក្រោយមកមេតបអស់ហ្នឹងដូចជាមេតប MacArthur ដែលកាន់សង្គ្រាមកូរ៉េមេតបប៉ាតុង General Patton ដែលច្បាំងនៅអឺរ៉ុបនិងមេតបដទៃទៀតមេតបទាំងអស់សិតតែសិក្សាប្រវត្តិសាស្ត្រហើយនឹងសង្គ្រាមពីបុរាណដល់ក្រោយសង្គ្រាមលោកលើកទី2ចូលសង្គ្រាមវៀតណាមមេតបបន្តសិក្សាតទៅទៀតដល់មកដល់សង្គ្រាមនៅអ៊ីរ៉ាក់សាដាមហ៊ូសេនក៏បន្តសិក្សាទៅទៀតតែមេតបក្រោយចាប់ពីសង្គ្រាមវៀតណាមមកមេតបចូលសាលាដែលគេហៅថាសាកលវិទ្យាល័យការពារជាតិអញ្ចឹងមេតបហ្នឹងក៏ចេះដឹងរឹតតែច្រើនទៅទៀតមេតបរបស់គេមិនមែនស្នេហាជាតិទេមេតបរបស់គេអត់ថាខ្លួនមេតបអាមេរិកអត់ប្រកាសខ្លួនជាអ្នកស្នេហាជាតិទេណាមេតបអាមេរិកអត់មានប្រកាសខ្លួនជាអ្នកស្នេហាជាតិទេមេតបរបស់អាមេរិកប្រកាសខ្លួនថាជានាយទាហានជំនាញដែលអង់គ្លេសហៅ professional commander professional soldier ណាដូចកូនប្រសាខ្ញុំជាសាស្ត្រាចារ្យកងទ័ពជើងទឹកម្នាក់ណាគឺអត់និយាយរឿងប្រទេសជាតិទេនិយាយរឿងថាក្នុងមួយថ្ងៃគាត់ត្រូវបង្រៀនសិស្សគាត់អំពីមុខវិជ្ជាសង្គ្រាមជើងទឹកគាត់អត់មាននិយាយរឿងស្រឡាញ់ប្រទេសជាតិទេកូនស្រីខ្ញុំអត់និយាយរឿងស្រឡាញ់ប្រទេសជាតិទេគឺនិយាយពីរឿងកិច្ចការជំនាញរបស់កងទ័ពដែលជាមុខការរបស់គេ professional soldier អូខេតាគិតថាសៀមអាចវាយតកូនតចំនួនទៀតអត់ទេអត់តន់គិតដល់ហ្នឹងទេចៅគិតពីរៀនសិនណាចៅកុំគិតរឿងហ្នឹងទុកឲ្យអ្នកគេកាន់អំណាចគេគិតចុះណាហេតុអ្វីជីវិតមើលពិភពលោកមិនឃើញសនិងខ្មៅអីចឹងអាហ្នឹងជាការយល់របស់ចៅឯងទេណាវ៉េនចៅឯងគ
គិតស្មានចាឯងអត់ស្គាល់ពួកនឹងផងដូចតាស្គាល់ពួកនឹងច្បាស់តាធ្វើការជាមួយវាអត់មានគិតដូចចាឯងគិតណាការយល់របស់ចៅខុសណាTori Lovely លោកតា live អត់ត្រូវការ donation មានថវិកាណាចាំជីវភាពបើចាឯងមានលុយចុចសញ្ញាដុល្លារឲ្យមកតាមកចាំបាច់និយាយអីតាមាននៅក្នុង YouTube មានកន្លែងចុចវិភាគទានតាណាតាអញ្ចឹងឆ្កែ5ឲ្យខ្លួនឯងអាហ្នឹងអញ្ចឹងណាជួយតាអរគុណលោកតាអូខេsome my war with the CIA subscribe នរោត្តមសេនុ Cambodia and South Asia war Malcolm ខាត់អូខេលោកតាព្រំរក្សាលោកមានពិតមែនទេមានចង់ស្គាល់ទេចង់ស្គាល់ព្រំរក្សាលោកនេះខាងជើងគេហៅ North Pole ខាងត្បូងគេហៅ South Pole ណាហើយមានព្រំរក្សាលោកដតីទៀតតាមខ្សែ Equator ហ្នឹងហើយព្រំរក្សាលោកណាកូនណាហេតុអ្វីសម្ដេចគាត់មិនដាក់ឲ្យតាហ៊ានចាស់តែមាន experience ច្រើនឲ្យប្រយុទ្ធដូចជាស្រីដឹកជាដើមចៅសម្លាញ់តាហ៊ានចាស់ដែលមានពិសោធន៍ច្បាំងអត់បានវាហត់ឧទាហរណ៍តាអាយុប៉ុណ្ណេះបើឲ្យតាទៅច្បាំងគេបាញ់ងាប់បាត់វាហត់ណាកូនអាចធ្វើការជាទីប្រឹក្សាកងទ័ពអីបានតែអត់អាចទៅច្បាំងបានទេចៅច្រឡំថាមានពិសោធន៍នឹងច្បាំងបានវាស្រីដឹកស្រីវាចាស់អស់ហើយហេងប៊ុនហៀងវារត់ក្របមិនរួចទេឲ្យតែសែនទៅរត់បានតែ3ជ្រុងហ្នឹងដួលបាត់ហើយមិនបាច់ចាំគេបាញ់គាត់ទេគាត់ដួលខ្លួនឯងដល់បានទេតែឯងគិតខុសឲ្យគ្នាចាស់ទៅច្បាំងមិនចៅសម្លាញ់ហើយណាកម្ពុជាស្នើប្រជុំ JBC ជាបន្ទាន់ដោយប្រកាសមិនទទួលស្គាល់ព្រំដែនត្រឹមត្រូវអ្វីដែល JBC សុំប្រជុំជាបន្ទាន់ហ្នឹងគឺត្រឹមត្រូវហើយដែលស្នើប្រជុំជាបន្ទាន់ណាត្រឹមត្រូវខ្ញុំគ្រប់គ្រង JBC ណាRiver William និយាយច្រើនខុសច្រើនអត់ពិតទេនិយាយច្រើនវាមិនមែនខុសច្រើនទេឲ្យតែយើងមានការសិក្សានិយាយច្រើនរឹតតែចេះច្រើនតែបើសិនជាយើងអត់សិក្សាយើងនិយាយទៅវាខុសអញ្ចឹងនិយាយច្រើនខុសច្រើនហ្នឹងគឺបុរាណពីដើមហ្នឹងគេហាមដើម្បីបិទសេរីភាពគេថាកុំចេះអញធ្វើម៉ែឯងអញធ្វើឪឯងកុំចេះគេអ្នកដឹកនាំនិយាយច្រើនខុសច្រើនគឺជាពាក្យសម្ដីដែលគំរាមយើងឲ្យបាត់មាត់ខ្មែរយើងល្ងងដោយសារតែគេហាមអញ្ចឹងម៉ែខ្ញុំគាត់ប្រាប់ថាឯងអានទៅច្រើនឯងឆាប់ឈួតហើយបើខ្ញុំនិយាយពីរឿងសាសនាគាត់ថាកុំចេះឲ្យបាបទៅលោកយើងកុំឲ្យបាបជាមួយលោកណាដល់សាសនា7មករាលោកវាយដៃបែកទឹកកាមប្រឡាក់ពេញស្បង់យើងកុំចេះណាយើងធ្វើតែបន់ទៅយកបាយឲ្យពួកអាដៃឲ្យនឹងស៊ីទៅចង់វាវាយដៃបែកទឹកកាមប៉ុណ្ណាក៏ដោយវាខុសយើងអត់ខុសហ្មងបើយើងយកបាយឲ្យពួកនឹងស៊ីអញ្ចឹងម្ដាយខ្ញុំគាត់បដៅខ្ញុំមិនបានតវ៉ាគាត់ទេប៉ុន្តែខ្ញុំដឹងថាកន្លែងហ្នឹងវាអត់ពិតអញ្ចឹងទេណាម្ដាយខ្ញុំគាត់ថាទៅសង្គ្រាមកូនឯងលើកដៃបួងសួងហើយសោតថាសៃហនុសៃសហនុទៅជាចុងក្រោយម្ដាយខ្ញុំគាត់ជេរបតិចផ្ដាសាសៃអនុរហូតដល់គាត់ស្លាប់ដោយសារគាត់ស្លាប់កូនអស់3នាក់កូនដែលគាត់ស្រឡាញ់អស់3នាក់ដោយសារខ្មែរក្រហមណាអានឹងអញ្ចឹងអូខេអញ្ចឹងទស្សនៈយើងមិនឲ្យបន្ទោសធម្មតាយើងខុសទេព្រោះគាត់ទទួលការអប់រំផ្សេងយើងទទួលការអប់រំផ្សេងយើងគោរពគាត់ជាម្ដាយតែយើងត្រូវដឹងថាអ្វីជាការផ្លាស់ប្ដូរក្នុងជីវិតរបស់យើងWinchester បើមិនបានកោះកុដតើព្រំដែនទឹកយើងទៅយ៉ាងណាលោកតាចៅយល់ខុសកោះកុដមិនមែនជារបស់ខ្មែរទេសំអានក្តីអ្នកដតីក្តីកឹមសុកក្តីអីអ្នកដតីដែលនិយាយរឿងកោះកុដហ្នឹងអ្នកហ្នឹងអត់ចេះច្បាប់សមុទ្រអ្នកហ្នឹងអត់ចេះអានការបែងចែកទឹកដីរវាងបារាំងនិងសៀមឆ្នាំ1907ទេអ្នកហ្នឹងអត់ចេះទេហើយសំរងស៊ីដែលចេះហ្នឹងអត់បញ្យល់ពួកអស់ហ្នឹងទេ
បានជាចៅឯងយល់ឃើញថាកោះកុដហ្នឹងជារបស់កម្ពុជាកោះកុដមិនមែនជារបស់កម្ពុជាទេកោះកុដជារបស់ថៃអូខេកោះកុដគឺជារបស់ថៃព្រោះពេលបារាំងវាធ្វើការបែងចែកដែនដីវាអត់វាឲ្យកោះកុដទៅថៃវាអត់មានទេមទេអីទេរីឯអ្នកដែលនិយាយថាខ្លួនជាស័ក្តិសិទ្ធិរស់ធ្លាប់ឡើងកោះកុដអីឲ្យគេប្រាប់មកអាចចំណុចណាដែលសម្គាល់ដីខ្មែរណាដូចជាខ្សែ projection ពីចាំយាមឈ្មោះទៅចំណុចខ្ពស់ជាងគេបំផុតនៅកោះកុដក្នុងក្រិតខ្ពង់រាបដែនសមុទ្រខ្មែរក៏មាននិយាយដែរណាក្នុងសិភៅនេះក៏មាននិយាយដែរក៏ប៉ុន្តែមិនមែនកោះកុដជារបស់ខ្មែរទេចៅកំពុងតែយល់ខុសណាអ្វីដែលខ្មែរប្រើកោះកុដហ្នឹងគឺជា point of projection ដើម្បីប្រកាសដែនខ្ពង់រាបបើមានពេលមើលសិភៅរបស់លោកហងជួនណារងអំពីដែនសមុទ្រទោះបីគាត់សរសេរមិនចំក៏ដោយក៏អាចយល់ដឹងបានអូខេអាហ្នឹងអញ្ចឹងណាកូនណាអញ្ចឹងកុំរវើរវាយជាមួយកោះកុដណាតាពងខ្លួនឯងនឹងការពារបានផងគេហែកវាយឡើងទួកពង